សេចក្តីសង្ឃឹមដ៏ពិតនៅក្នុងថ្ងៃនេះយើងទាំងអស់គ្នានឹងរៀនអំពីព្រះគម្ពីរពេត្រុសខ្សែទី2ហើយនៅក្នុងនោះគឺមានចំណុចសំខាន់ដែលនិយាយអំពីជំនឿត្រូវតែមានការរីកចម្រើននេះជាសម្បត្តិដែលពេត្រុសលើកទឹកចិត្តអ្នកជឿឲ្យមានសេចក្តីសង្ឃឹមហើយយកឈ្នះការប្រយុទ្ធខាងវិញ្ញាណអ្វីដែលយើងត្រូវធ្វើដើម្បីក្លាយជាអ្នកដែលមានការលូតលាស់ខាងសេចក្តីជំនឿយ៉ាងពិតប្រាកដយើងត្រូវតែមានសេចក្តីឧស្សាហ៍ដើម្បីឲ្យសេចក្តីជំនឿបានទៀងទាត់ឲ្យទៀងទាត់បានតម្រេះឲ្យតម្រេះបានចេះអត់សង្កត់ឲ្យសេចក្តីអត់សង្កត់បានខ្ជាប់ខ្ជួនឲ្យសេចក្តីខ្ជាប់ខ្ជួនបានចេះគោរពប្រតិបត្តិព្រះឲ្យសេចក្តីគោរពប្រតិបត្តិព្រះបានចេះរាប់អានគ្នាជាបងប្អូនហើយឲ្យសេចក្តីរាប់អានបានសេចក្តីស្រឡាញ់ថែមទៀតពេត្រុសបានថ្លែងពីព្រះបន្ទូលដល់ពួកបរិសុទ្ធអំពីភាពពិតប្រាកដនៃដំណឹងល្អតាមរយៈព្រះគម្ពីរដោយលើកទឹកចិត្តពួកគេឲ្យរក្សាភាពខ្ជាប់ខ្ជួនក្នុងការហៅនិងការជ្រើសតាំងរបស់ពួកគេលោកពេត្រុសក៏បានប្រាប់ក្រុមជំនុំឲ្យប្រុងប្រយ័ត្នជាមួយគ្រោះថ្នាក់នៃគ្រូក្លែងក្លាយដែលចូលព្រះវិហារហើយប្រកាសយ៉ាងម៉ឺងម៉ាត់នៅការវិនិច្ឆ័យជាក់លាក់ដែលពួកគេនឹងប្រឈមមុខគឺជាការជំនុំជម្រះដូចនៅជំនាន់មុនដែរដូចជាទឹកជំនន់ជំនាន់ណូអេនិងការបំផ្លិចបំផ្លាញក្រុងសូដុំនិងក្រុងកូម៉ារ៉ានោះគឺជាការជំនុំជម្រះដ៏សុចរិតរបស់ព្រះប្រកាសជានឹងមកដល់មិនតែប៉ុណ្ណោះអ្នកដែលមិនជឿព្រមទាំងចំអកចំពោះការយាងមកជាលើកទី2របស់ព្រះយេស៊ូវនៅពេលខាងមុខផងដែរការដែលព្រះអង្គម្ចាស់បានពន្យាពេលនៃការយាងមកជាលើកទី2នេះដោយសារការអត់ធ្មត់របស់ព្រះដែលព្រះកំពុងស្វែងរកមនុស្សផ្សេងទៀតដែលអាចទទួលបានការសង្គ្រោះពីទ្រង់ទោះយ៉ាងណាក៏ដោយសារថ្ងៃរបស់ព្រះអង្គម្ចាស់នឹងយាងមកយ៉ាងពិតប្រាកដពួកបរិសុទ្ធត្រូវតែរៀបចំសេចក្តីជំនឿរបស់ខ្លួនជានិច្ចតាមរយៈអាកប្បកិរិយាដ៏បរិសុទ្ធនិងការគោរពប្រតិបត្តិព្រះព្រមទាំងសង្ឃឹមសម្រាប់ស្ថានសួគ៌ថ្មីនិងផែនដីថ្មីដូច្នេះពួកបរិសុទ្ធត្រូវតែមានភាពរីកចម្រើននៅក្នុងព្រះគុណនិងត្រូវមានចំណេះដឹងអំពីព្រះយេស៊ូវគ្រីស្ទផងដែរ